សួស្តីអ្នកនរគ្នានៅក្នុងវីដេអូមួយនេះខ្ញុំមកនិយាយតាក់ទងជាមួយនឹងរឿងសង្គ្រាមជូហានសំណួរដែលខ្ញុំមានគឺតើហានស៊ីងតំណាងឲ្យអ្វីនៅក្នុងជំរំទ័ពហានបើសិនជាអ្នកនរគ្នាចង់សាកល្បងឆ្លើយអាចចុច skip វីដេអូនោះសិនទៅហើយឆ្លើយខ្លួនឯងហើយបន្ទាប់មកចាំស្ដាប់បន្តទៀតអញ្ចឹងនេះគឺជាការមើលឃើញរបស់ខ្ញុំហានស៊ីងតំណាងឲ្យការផ្លាស់ប្ដូរនៅក្នុងជំរំទ័ពហានតើផ្លាស់ប្ដូរអីគេខ្លះទី1គឺផ្លាស់ប្ដូរពីគ្មានច្បាប់ទម្លាប់មកប្រើច្បាប់តឹងរឹងនៅក្នុងជួរកងទ័ពមិនមែនថាអត់មានច្បាប់សោះទេពីព្រោះ Silher ក៏គាត់ព្យាយាមរៀបចំច្បាប់ដើម្បីគ្រប់គ្រងទាហានដែរក៏ប៉ុន្តែដោយសារតែ Silher មិនមែនជំនាញផ្នែកប្រជាទ័ពទេគាត់អាចបង្កើតច្បាប់បានក៏ប៉ុន្តែប្រើមិនបានគ្រប់កន្លែងជាពិសេសតាក់ទងនឹងកងទ័ពនៅពេលដែលហានស៊ីងចូលមកភ្លាមគឺហានស៊ីងចាប់ផ្ដើមអនុវត្តច្បាប់តូចៗឧទាហរណ៍ពេលដែលមេតបស្រែកហៅឈ្មោះកូនទាហានត្រូវតែឆ្លើយបើមិនចឹងទេគឺចាត់ទុកថាល្មើសនឹងច្បាប់តបដែរចាតូចបែបហ្នឹងហើយដែលធ្វើឲ្យទាហានរបស់លាវប៉ាងហ្នឹងចាប់ផ្ដើមមានវិន័យជាងមុនការរត់ចោលជួរនៅតែមានក៏ប៉ុន្តែវាមានវិន័យជាងមុនពេលដែលហានស៊ីងមកទាហានរត់ចោលជួរមានច្រើនណាស់ក្រោយពេលដែលពួកគេដឹងថានៅតំបន់ប៉ាស៊ូដែលលាវប៉ាងទៅរស់នៅហ្នឹងមិនមែនជាកន្លែងល្អទី2គឺផ្លាស់ប្ដូរពីការធ្វើសង្គ្រាមដោយគ្មានតិចនិចមកប្រើល្បិចដើម្បីធ្វើសង្គ្រាមលាវប៉ាងមានចាងលៀងកាលពីមុនហើយចាងលៀងផ្ដល់យុទ្ធសាស្ត្រដើម្បីយកឈ្នះផ្សេងប៉ុន្តែភាគច្រើនគឺជាយុទ្ធសាស្ត្រដែលប្រើក្នុងលក្ខណៈនយោបាយឬក៏ការទូតចាងលៀងក៏មិនជំនាញខាងធ្វើសង្គ្រាមដូចគ្នាអញ្ចឹងគាត់អត់មានតិចនិចថាពេលដែលច្បាំងគ្នាត្រូវធ្វើបែបណាទេចំពោះហានស៊ីងវិញខុសគ្នារឿងយុទ្ធសាស្ត្រខ្ញុំមិនប្រកាសថាហានស៊ីងខ្លាំងជាងចាងលៀងទេក៏ប៉ុន្តែរឿងតិចនិចធ្វើសង្គ្រាមហានស៊ីងប្រកែជាងចាងលៀងតិចនិចរបស់ហានស៊ីងប្លែកជាងថ្មីជាងអញ្ចឹងសូម្បីតែហ្វានចឹងដែលជាទីប្រឹក្សារបស់សាំងអ៊ីហ្នឹងក៏គាត់ពិបាកទស្សទាយជំហានបន្ទាប់របស់ហានស៊ីងដែរអញ្ចឹងការធ្វើសង្គ្រាមដែលពីមុនមកតបហានប្រើកម្លាំងបាយដូចគ្នាត្រូវផ្លាស់ប្ដូរចេញហើយពឹងទៅលើល្បិចកលពេលដែលចូលច្បាំងគ្នាទី3គឺផ្លាស់ប្ដូរពីការគ្រប់គ្រងកងទ័ពរញ៉េរញ៉ៃជាបច្ចុប្បន្នមកជាការគ្រប់គ្រងតាមរបៀបតែមួយដូចគ្នាមុនពេលដែលហានស៊ីងមកទ័ពទាំងអស់គឺចែកគ្នាខុសៗគ្នាឧទាហរណ៍ថាទាហានរបស់ហ្វានខួយគឺវឹកហាត់ផ្សេងហ្វានខួយជាអ្នកវឹកហាត់ទាហានរបស់ឆាវឆានគឺឆាវឆានជាអ្នកកាន់កាប់ហើយចែកបកពួកនេះអត់មានចំនួនអីទេនៅក្នុងជួររបស់លាវប៉ាងអត់មានចំនួនជាមួយគ្នាទេដោយសារតែអ្នកទាំងអស់ហ្នឹងសុទ្ធតែជាមនុស្សដែលស្គាល់គ្នាមេតបដែលកាន់កងទ័ពរៀងខ្លួនហ្នឹងចេញមកពីស្រុកភ័យជាមួយគ្នាអញ្ចឹងពួកគេទោះបីជាចង់បង្ហាញមុខមាត់ឲ្យលាវប៉ាងមើលឃើញដើម្បីទទួលបានតំណែងជាមេតបធំក៏អត់មានឆ្លោះគ្នាដែរត្រង់ចំណុចនេះមួយខ្ញុំសរសើរមែនសរសើរកូនចៅលាវប៉ាងដែលដើរតាមគាត់ហ្នឹងគឺអត់មានឆ្លោះគ្នាទេប៉ុន្តែវារញ៉េរញ៉ៃដោយសារតែអត់មានអ្នកណាធំជាងពួកគេទាំងអស់គ្នាហ្នឹងគឺមានឋានៈស្មើគ្នាឧទាហរណ៍ដូចជាហ្វានខួយឆាវឆានហើយនិងលូវ៉ាន3នាក់នេះគឺស្មើគ្នាអាចស្រែកឲ្យគ្នាទៅវិញទៅមកបានព្រោះតែបែបហ្នឹងហើយទើបធ្វើឲ្យកម្លាំងទ័ពរបស់លាវប៉ាងហ្នឹងមិនស្មើគ្នាទេឧទាហរណ៍ថាទ័ពរបស់ហ្វានខួយវឹកហាត់បានច្រើនអញ្ចឹងពេលដែលចូលប្រយុទ្ធនៅក្នុងសង្គ្រាមពិតប្រាកដគឺមានប្រៀបជាងចំណែកឯទ័ពផ្សេងទៀតដែលមិនសូវបានវឹកហាត់ឬក៏គេបដ ாய் ច្រើនពេលដែលចូលសង្គ្រាមផ្ទាល់គឺចាញ់ប្រៀបគេអញ្ចឹងអត់អាចឲ្យទាហានហានហ្នឹងដឹងថាចូលសង្គ្រាមភ្លាមគឺអាចឈ្នះគេទេនៅពេលដែលហានស៊ីងចាប់ផ្ដើមគ្រប់គ្រងហានស៊ីងប្រើប្រាស់វិធីផ្សេងដោយសារតែគាត់មានឋានៈធំជាងគេធំជាងអ្នកផ្សេងទៀតគាត់អាចបញ្ជាឲ្យគេបង្វឹកទ័ពតាមវិធីតែមួយឬក៏ប្រើប្រាស់ទាហាននៅក្នុងផ្លូវតែមួយបានហើយខ្ញុំជឿថាការបង្វឹកទ័ពរបស់ហានស៊ីងប្រកាសជាមានប្រសិទ្ធភាពបើសិនជាអត់ទេលាវប៉ាងមិនបញ្ជូនទាហានថ្មីទៅឲ្យហានស៊ីងវឹកហាត់ទេក្រៅពីការផ្លាស់ប្ដូរហានស៊ីងនៅតំណាងឲ្យគោលបំណងថ្មីរបស់ទាហានហានមុនពេលដែលហានស៊ីងមកដល់ពួកគេមិនទាន់ដឹងថាមានវិធីណាអាចចេញពីតំបន់ប៉ាស៊ូទេពីព្រោះផ្លូវស្ពានហ្នឹងត្រូវចាងលៀងដុតចោលហើយពួកគេក៏មិនប្រកាសថាមានចិត្តចង់ច្បាំងជាមួយនឹងសាំងអ៊ីម្ដងទៀតដែរអ្នកខ្លះគឺបោះបង់ចោលគំនិតចង់ចាក់ចេញពីប៉ាស៊ូហើយរកវិធីរស់នៅក្នុងតំបន់ហ្នឹងឲ្យនៅដល់ចាស់មានវគ្គមួយដែល Silher ឈរនិយាយជាមួយនឹងឆាវឆានចៅប៉ហើយនឹងលូវ៉ានពួកគេនិយាយពីរឿងហានស៊ីងហ្នឹងអ្នកទាំង3ហ្នឹងឆ្ងល់ថាហេតុអីបានជាលាវប៉ាងតែងតាំងហានស៊ីងហេតុអីបានជាមិនតែងតាំងអ្នកដែលដើរតាមគាត់កាលពីមុន
Chẳng siêu hở quạt bỏ sai tham mình mến liều bang tê cứ khuôn qua tê chỉ nẹo tê sinh niệm ở trăm bạch bật tô liều bang tê siêu hở nên vậy thà quạt mình mến mà nơi pa su đâm bay nơi pa su tê quạt trắng tờ lọp từ ven rồi bỏ đặt chinh vì muốn vĩnh hay quạt trắng bán cướp giang để liều bang vô bán về cho côn trong môn kê năng hay siêu hở chưa tha hàn sinh ai nóm phụ kê được ở nghĩa tờ lọp từ vĩnh bàn hay quạt prap nè thằng ở nâng ao trăm mơ từ tha ca tu tê được bỏ quạt nâng khai chỉ cả bật chính những mới khơi tha sự hở chưa từ lơ hàn sinh thôi quạt mình cô nóng thầm ấy để trời tại bỏ tờ vô vàng sẽ đặt nâng lại bàn trong đó trong cõi kế hàn sinh đầm nàng ao hiệp tôi khnia chỉ mùi nâng liều bang cục crom mình đúng đôi pra mình đâu xin chơi tên nào cầm ho là một món cái quạt mình như vậy thì hay cầm ho thông có quạt vậy tích tuổi rồi có thưa bút chỉ đây ao tích tuổi chắc là ca cục crom bạn nắng và xin chỉ quạt nơi chịu bóng thống bị bành hà thì còn tay nó về để quạt khai thì chỉ sẽ đặt hán miên thể hiện để trời thua sừng cream mền tén với miên bành hà hàn sinh ở đôi liều bang thì hàn sinh cục crom đôi pra cho bạp tọp hay quạt co mình vô nhiệt rồi bỏ lại na đây nó không có riêng sẽ sừng cream ní về để hàn sinhឡើងtừ bật bài về để căn đầm này từ bốn quạt như vậy rồi ha tha tụ bay chia nè nâng chỉ sạch nhiệt rồi bỏ liều bang có quát tới tại chặt cá đây và sân chỉ thưa khó cho bạp rồi bỏ quạt thưa chẳng là bay ai sầm rạch cô nòng từ ở nhiều liều bang miếng đầm này anh thống chẳng quạt tới cá nè nam mà nè để ai thưa tôi bị quạt bán còn tay mình pa po từ đó chung một bỏ quạt tì hàn sinh pra cho bạp tầng rắn đã tô nè na cả đói để hiên và bật khó cho bạp chẳng miếng cái sọp hàn sinh trán còn tay cái ấp liều bang tì liều bang nơi tại chim mà cha chất thó mà cha đại rẽ tẹt mà cha đại dục vô từ đạiฉบับ top គឺប្រើពេញជំរំដូចគ្នាក៏ប៉ុន្តែរូបភាពរបស់លាវប៉ាងក្នុងផ្នែកទាហានអត់ផ្លាស់ប្ដូរទេអញ្ចឹងហានស៊ីងមានសារៈសំខាន់ណាស់សម្រាប់លាវប៉ាងនៅពេលហ្នឹងអញ្ចឹងសរុបមកវិញតើហានស៊ីងតំណាងឲ្យអីគេខ្លះទី1គឺតំណាងឲ្យការផ្លាស់ប្ដូរនៅក្នុងតបហានទី2គឺតំណាងឲ្យគោលបំណងថ្មីសម្រាប់អ្នកដែលនៅប៉ាស៊ូហ្នឹងចុងក្រោយគេគឺតំណាងឲ្យចំណុចផ្ទុយគ្នាភាពផ្ទុយគ្នារបស់លាវប៉ាងបើសិនជាយើងប្រៀបធៀបមកនៅក្នុងគ្រួសារវិញលាវប៉ាងហើយនឹងហានស៊ីងនេះដូចជាពុកម្ដាយអញ្ចឹងពេលដែលម្នាក់ធ្វើ slot ម្នាក់ទៀតធ្វើកាចពេលដែលម្នាក់ទៀតធ្វើកាចម្នាក់ទៀតធ្វើ slot ប៉ុន្តែនៅក្នុងពេលនេះគឺលាវប៉ាងត្រូវតែធ្វើ slot ហើយហានស៊ីងត្រូវតែធ្វើកាចជានិច្ចអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូនេះបើសិនជាអ្នកនរគ្នាយល់ឃើញផ្សេងពីហ្នឹងឬក៏មានអ្វីចង់បន្ថែមអាចចូលមក comment នៅខាងក្រោមបានបើពេញចិត្តវីដេអូមួយនេះកុំភ្លេចចុច like ផងអ្នកដែលមិនទាន់បាន subscribe channel របស់ខ្ញុំទេជួយចុច subscribe ម្នាក់មួយទៀតមកអរគុណសម្រាប់ការស្ដាប់ចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀត